បានលោកចៅកាងការពីសប្តាហ៍មុនមកតាមខ្ញុំចាំបានគឺលោកនៅជំពាក់រឿងរ៉ាវយៈមានក្បាល21បើតាមយើងដឹងនោះគឺនៅក្នុងព្រហ្មញ្ញសាសនាហៅថាទស្សកម្មនៅក្នុងរឿងរាមកេរ្តិ៍ហ្នឹងលោកមានក្បាលតែ10ទេប៉ុន្តែយើងបានឃើញថានៅឯជញ្ជាំងខាងកើតនៃប្រាសាទអង្គរវត្តដែលមានឆ្លាក់ជារូបចងសម្ព័ន្ធមិត្តភាពរវាងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាដែលគេហៅថាយៈនិងទេវតានោះយើងឃើញថាខាងយៈនោះក៏មានក្បាល21ហើយខាងទេវតានោះក៏មានក្បាល21ដែរថាតើក្បាល21និងក្បាល10ហ្នឹងមានអត្ថន័យយ៉ាងណាដែរបាទសូមថ្លែងអរគុណដល់ម្ចាស់សំណួរហើយក៏សូមថ្លែងអរគុណទៅដល់អ្នកដែលបានស្ដាប់ទាំងអស់ប៉ុន្តែដើម្បីយើងបកស្រាយអំពីពាក្យថាចងសម្ព័ន្ធភាពសាសនាហើយនឹងយៈមានប្រកេះ21នេះយើងបកទៅខាងក្រោយសិនដើម្បីយើងយល់ព្រោះនៅក្នុងប្រាសាទកោតូចហ្នឹងគឺថាមានមួយផ្ទាំងនៅផ្នែកខាងលិចជ្រុងខាងត្បូងនៃប្រាសាទហ្នឹងបានឆ្លាក់អំពីប្រវត្តិកូរសមុទ្រទឹកដោះរបស់ឥណ្ឌាដែលជាចំណោទបញ្ហាធ្វើឲ្យឧបាយមួយរបស់ឥណ្ឌាហ្នឹងបានចងប្រទេសជាតិហ្នឹងឲ្យរួបរวมគ្នារវាងអ្នកកាន់ព្រហ្មញ្ញសាសនានិងអ្នកកាន់ព្រះពុទ្ធដែលកាលនោះគេហៅអ្នកទាំងពីរនោះថាមួយជាទេវតាមួយជាអសុរាបាទនៅក្នុងនោះក៏ព្រះអង្គលោកបានឆ្លាក់អំពីប្រវត្តិកូរសមុទ្រទឹកដោះហ្នឹងគេយកទារកទើបតែចេះក្លាប់មួយអង្គហ្នឹងទៅធ្វើពិធីកូរសមុទ្រទឹកដោះហ្នឹងដើម្បីឲ្យអ្នកទាំងសងខាងហ្នឹងព្រមទទួលស្គាល់ថាទារកនេះជាព្រះមហាក្សត្ររបស់ខ្លួនហើយខ្លួនគួរតែបញ្ឈប់សង្គ្រាមទៅព្រោះព្រះមហាក្សត្រហ្នឹងមិនមែនជាខ្លួនទាំងអស់គ្នាទេហើយសន្តិភាពមួយក៏បានកើតមានប៉ុន្តែផ្ទុយទៅវិញនៅក្នុងរឿងរបស់ខ្មែរក្រោយពេលដែលប្រទេសជាតិខ្មែរយើងបានធ្វើសង្គ្រាមច្បាំងបង្ក្រាបប្រទេសទាំងអស់ចំនួន121ប្រទេសនៅក្នុងរវាងសតវត្សទី8ដល់សតវត្សទី9ហ្នឹងឃើញថាប្រទេសជាតិទាំងអស់នៅលើពិភពលោកជាចំណុចខ្មែរបាទរួមទាំងចក្រភពរ៉ូម៉ាំងដែលយើងឃើញថាមានប្រទេសជាតិជាច្រើននៅក្នុងសម័យនោះបាទហើយប្រទេសជាតិក្រោយពេលដែលបានคล้ายទៅជាចក្រភពនឹងពេញលេញហើយអ្នកដឹកនាំប្រទេសជាតិពីររូបបាទនៅកាលនោះគឺព្រះបាទទសរថហ្នឹងបាទមួយរូបដែលកាន់ព្រហ្មញ្ញសាសនាហើយនឹងព្រះបាទចៅសាយបាទចៅសាយហ្នឹងព្រះអង្គលោកកាន់ព្រះពុទ្ធសាសនាដោយមានព្រះមហាក្សត្រីមួយព្រះអង្គសោយរាជ្យនៅលើចក្រភពកម្ពុជាហ្នឹងគឺព្រះនាងនាគទេពីបាទអញ្ចឹងយើងឃើញថាពេលដែលខ្មែរនិងខ្មែរច្បាំងគ្នាដោយប្រកាន់សាសនាពីរហ្នឹងនឹងបាទព្រះអង្គនឹងបានឆ្លាក់អំពីរឿងហ្នឹងនៅក្នុងថែវខាងជើងទាំងពីរផ្ទាំងតែម្ដងនិយាយអំពីខ្មែរសម្លាប់គ្នាដើម្បីប្រកាសយកប្រទេសនឹងជាឯករាជ្យថាគួរកាន់ព្រហ្មញ្ញសាសនាឬក៏កាន់ព្រះពុទ្ធសាសនាបាននៅក្នុងនោះដែរក៏យើងបានឃើញព្រះនាងនាគទី2ហ្នឹងព្រះអង្គលោកមិនសប្បាយចិត្តសោះដោយសារឃើញខ្មែរក្រោយពីបានคล้ายជាប្រទេសចក្រភពនៅលើโลกនេះហើយបែរជាមានទំនាស់ឆ្លោះគ្នាដណ្ដើមអំណាចគ្នាទៅវិញពេលហ្នឹងប្រវត្តិអកុសលហ្នឹងក៏បានរកឃើញដោយព្រះនាងនាគទី2នោះព្រះអង្គថាមានតែមធ្យោបាយមួយគត់គឺយកស្ត្រីនាគលវោពោធិសត្វរបស់ខ្មែរទាំងអស់ដែលកំពុងបួសរៀននៅក្នុងសាលាចូលមរុបប្រហែលរាប់សែននាក់ហ្នឹងហែដោយប្រទេសចំណុះ121ប្រទេសនាំទាំងសួយសាកយកទៅដើម្បីរៀមគោលការណ៍ឲ្យបរិសុទ្ធជាកងទ័ពទាំងសងខាងហ្នឹងបានមានប្រពន្ធបាទរៀងខ្លួនកន្លែងនោះហើយដែលធ្វើឲ្យមានចំណាប់អារម្មណ៍មួយរវាងខ្មែរនិងខ្មែរក្រោយពេលដែលសង្គ្រាមមួយត្រូវបានបញ្ចប់បាទដូចខ្ញុំបានជម្រាបហើយមង្គលជ័យនឹងគឺមានឆ្លាក់ទុកដល់សប្តាហ៍ថ្ងៃនិយាយអំពីរឿងរ៉ាវប្រទេសចំណុះ121ប្រទេសហើយនឹងព្រះនាងនាគទី2ត្រូវបានគ្រងរាជ្យបាទហើយត្រូវយកស្ត្រីខ្មែរនឹងគេមានឆ្លាក់នៅផ្នែកខាងក្រោមបាទអញ្ចឹងរូបចម្លាក់ហ្នឹងនៅក្នុងភាគខាងត្បូងបាទប្រាសាទនគរតូចនឹងតែម្ដងបាទហើយផ្នែកខាងលិចភាគខាងត្បូងបាទភាគខាងត្បូងហ្នឹងបាទប៉ុន្តែយើងវាមានពីរផ្ទាំងមានផ្ទាំងខាងត្បូងនិងមួយនៅផ្នែកខាងកើតមួយនៅផ្នែកខាងលិចបាទដល់អំណាចនៃការចងសម្ព័ន្ធភាពហ្នឹងក៏បានត្រូវបង្កើតឡើងក្រោយពេលដែល
កងទ័ពខ្មែរទាំងអស់ត្រូវបានព្រៀបមង្គលការឲ្យមានប្រពន្ធគ្រប់រូបហើយក៏លាស្ដេចសឹកសង្គ្រាមទាំងសងខាងត្រឡប់ទៅភូមិកំណើតរបស់ខ្លួនវិញបាទនៅក្នុងសង្គ្រាមនោះដែរក៏គេបានឃើញព្រះបាទសូរ្យវង្សទី2ក៏បានធ្វើដំណើរមកពីឋានដុសិតនោះបាទដោយជិះឥន្ទ្រីនុមកខាត់សង្គ្រាមរវាងខ្មែរហើយនិងខ្មែរដោយមួយប្រកាន់ព្រហ្មញ្ញសាសនាគឺខាងទសរថហើយមួយប្រកាន់ពុទ្ធសាសនាគឺខាងព្រះបាទចៅសាយបាទអញ្ចឹងទីបំផុតទៅព្រះអង្គក៏បានឈ្នះជ័យទាំងសងខាងដោយខាត់អ្នកទាំងពីរហើយបញ្ចប់សង្គ្រាមជាមួយព្រះនាងនាគទេពីបាទហើយក៏ឈានទៅដល់ការរៀបអភិសេកជាមួយព្រះនាងនាគទេពីនឹងដើម្បីឡើងសោយរាជ្យនៅក្នុងចក្រភពកម្ពុជានោះបាទនៅគ្រានោះព្រះបាទសូរ្យវង្សទី2ក៏បានអាណត្តិខ្មែរដោយមិនប្រកាន់ពុទ្ធសាសនាឬក៏ព្រហ្មញ្ញសាសនាទេហើយក៏បានចងសម្ព័ន្ធភាពអ្នកទាំងពីរហ្នឹងឲ្យមកជាប្រជាជាតិតែមួយនៅលើទឹកដីចក្រភពហ្នឹងកាលនោះព្រះអង្គបានឲ្យគេសាងស្ពានមួយកាត់បឹងទន្លេសាបហ្នឹងតែម្ដងគឺនៅភ័ស្តុតាងដល់សប្តាហ៍ថ្ងៃគឺចេញពីខេត្តសៀមរាបទៅគេហៅកំពង់ភ្លុកបាទស្ពានហ្នឹងកោងទៅរហូតដល់ឆ្នុកទ្រូហើយបានចេញពីឆ្នុកទ្រូហ្នឹងទៅដល់តម្រៃឆ្លងខេត្តពោធិ៍សាត់ឯណោះបាទយើងគួរនាំគ្នាទាំងអស់គ្នាអស់លោកដែលចេះតែមានឯកសារបារាំងហើយនឹងជាតខ្វាន់អីចឹងទៅគួរតែទៅមើលសិលាចារឹករបស់ខ្មែរដែលគេបានធ្វើទុកនៅក្នុងបឹងទន្លេសាបដែលនៅភ័ស្តុតាងដល់សប្តាហ៍ថ្ងៃនៅក្នុងឆ្នុកទ្រូហ្នឹងគេមានបានសាងប្រាសាទ2បាទប្រាសាទខាងត្បូងគឺតំណាងឲ្យព្រហ្មញ្ញសាសនាហើយប្រាសាទខាងជើងតំណាងឲ្យព្រះពុទ្ធសាសនាព្រះអង្គបានសាងប្រាសាទជាមួយនឹងស្ពានដ៏វែងឆ្ងាយហ្នឹងរយៈពេលប្រហែលជាយើងបានប្រមាណថាប្រហែលជាង20ឆ្នាំណាហើយនៅក្នុងនោះដែរចងសម្ព័ន្ធភាពហ្នឹងដោយមានតំណាងមេតបធំរបស់ខ្មែរហ្នឹងមានមួយខាង54រូបហើយមួយខាង54រូបហើយនៅក្នុងនោះមានកងទ័ពជាច្រើនបាទប៉ុន្តែយើងឃើញហើយថាព្រហ្មញ្ញសាសនាហ្នឹងគឺថាជាសាសនាមួយដែលមានអំពើអាក្រក់នឹងអំពើកាប់សម្លាប់យួងខ្នងបាទអញ្ចឹងព្រះអង្គលោកមិនព្រមឲ្យព្រហ្មញ្ញសាសនានឹងមានឥទ្ធិពលទាំងស្រុងទេលោកក៏បានកែរូបចម្លាក់ព្រហ្មញ្ញសាសនានឹងឲ្យទៅជាក្បាល21កន្លែងហ្នឹងគឺយើងឃើញគេបានឆ្លាក់នៅក្នុងកន្លែងចងសម្ព័ន្ធភាពសាសនាផ្នែកខាងកើតនឹងតែម្ដងតែសពថ្ងៃខ្ញុំសោកស្ដាយដែរដែលអាណានិគមបារាំងនៅតែចេះរឹងរូសថាជាកូរសមុទ្រទឹកដោះបាទដោយរឿងនោះគ្មានតាក់ទងនឹងសមុទ្រទឹកដោះទេដោយសារតែគ្មានកូនងាសម្រាប់កូរទេគឺជារូបព្រះបាទសូរ្យវង្សទី2គង់នៅលើដើកហើយមានដៃ4ដៃមួយកាន់ប្រខាំងដៃមួយកាន់កងចាក់ហើយដៃសងខាង2ទៀតមួយតោងខាងព្រហ្មញ្ញសាសនាមួយតោងខាងព្រះពុទ្ធសាសនាហើយយៈ21នេះគឺយើងដែលបងប្អូនបានសួរហ្នឹងគឺជាចំណុចល្អមួយដែលគួរតែខ្មែរទាំងអស់បានដឹងថានៅក្នុងរឿងព្រះវិស្ណុក្តីព្រះនរាយណ៍ក្តីព្រះសិវៈក្តីគឺថាអស់ហើយត្រឹមក្បាល10សំបីតែម្ចាស់សាសនានៅឋានដុសិតហ្នឹងគឺកបិលមហាព្រហ្មហ្នឹងក៏ក្បាល10ដែរយើងមានភ័ស្តុតាងដូចជានៅប្រាសាទបន្ទាយស្រីនិយាយអំពីកបិលមហាព្រហ្មហ្នឹងបានចុះមកកកកកាយលើភពផែនដីហ្នឹងក៏ឃើញមានក្បាល